បាទសូមគោរពនឹងជម្រាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាថ្ងៃនេះត្រឡប់មកជួបគ្នាសារជាថ្មីទៀតហើយនៅថ្ងៃនេះដែរគឺខ្ញុំយកសាច់រឿងមួយដែលជាសាច់រឿងរបស់ប្អូនស្រីម្នាក់ដែលគាត់នឹងហ៊ានណាគាត់ថាតតាហ៊ានទៅបានតតាហ៊ានចំណាយទៅបានហើយម្យ៉ាងទៀតគាត់និយាយហ្នឹងគឺក្នុងបំណងមួយមិនមែនហ៊ានអីទេបងប្អូនតតែគាត់ហ៊ាននិយាយហ៊ានធ្វើទៅបានណាគាត់បាននិយាយថាគាត់នឹងបានរៀបការជាមួយនឹងប្តីហ្នឹងទៅហើយដោយសារតែគាត់ហ្នឹងណាបងប្អូនណាគឺគាត់ហ្នឹងគឺគាត់ចូលចិត្តគាត់ថាគាត់ចូលចិត្តណាចូលចិត្តរហូតតតែប្តីគាត់ហ្នឹងនៅមួយគាត់មិនបានទេប្តីរបស់គាត់ហ្នឹងគឺលុតជង្គង់មកដុតធូបថ្វាយអង្គមគាត់សុំធ្វើយ៉ាងណាឲ្យគាត់ហ្នឹងដោះលែងគាត់ទៅហើយគាត់ថាគាត់ចូលចិត្តមែនគាត់និយាយគាត់ថាគាត់ចូលចិត្តណារឿងអញ្ចឹងតែមនុស្សយើងចំណង់ចំណូលចិត្តមនុស្សយើងវាតែងតែខុសៗគ្នាដោយសារតែប្អូនស្រីអាយុ20ជាងឆ្នាំទេពេលនោះណាគឺចូលចិត្តមែនទែនហើយប្តីរបស់ប្អូនស្រីហ្នឹងគឺអាយុបងដែរដល់ពេលការហើយបានរយៈពេល2ឆ្នាំទទួលបានកូន2នាក់នោះប្តីហ្នឹងក៏បានដុតធូបហើយក៏បានបកគលទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ឲ្យមកខាងប្រពន្ធសុំលើកលែងតែខ្លួនទេសុំតែក្បាលហើយខ្លួនហ្នឹងចុះចេញពីផ្ទះហើយគាត់ដល់ឃើញប្តីហ្នឹងអាណិតប្តីពេកក៏ឲ្យប្តីទៅបាត់ទៅដល់ពេលម៉ែគាត់ហ្នឹងក៏ថាអើយថ្ងៃហើយថ្ងៃឯងមកជីវិតថ្ងៃហ្នឹងគ្មានប្តីទៀតទេលេងតម៉ាក់ហ្នឹងប្តីថ្ងៃនេះច្រើនគីឡូឥឡូវលេងស្រកគីឡូអស់លីងពេលហ្នឹងនឹកឃើញថានៅស្រុកវាខ្មាស់គេវាល្បីសពផ្សាយគាត់ហ្នឹងក៏បានឡើងមកធ្វើការងាររោងចក្រដែលនៅទីក្រុងភ្នំពេញរោងចក្រខ្លះធ្វើការងារនេះខ្លះកតិបកតុបណាដើម្បីឲ្យឆ្ងាយពីផ្ទះចឹងទៅក្រោយឡើងមកទៀតហ្នឹងក៏មានបាទពូម្នាក់ដែលអ្នកស្រុកភូមិរបស់គាត់ហ្នឹងពូហ្នឹងក៏ចាប់ផ្ដើមល្បីជំនាន់ក្រោយរបស់គាត់មកទៀតប៉ុន្តែពូហ្នឹងគាត់ថាប្រពន្ធ2នាក់ហើយរត់ចោលគាត់ទាំង2នាក់ដោយសារតែទ្រាំមួយគាត់មិនបានដោយសារតែអញ្ចឹងទៅណាបងប្អូនខ្ញុំបាចាំចូលទៅដល់សាច់រឿងហ្មងទៅហើយបើទៅមនុស្សយើងវាតែងតែមានអញ្ចឹងហើយណាពេលខ្លះក៏ជួបចឹងទៅពេលខ្លះក៏វាជួបផ្សេងចឹងទៅវាមិនដូចគ្នាទាំងអស់ទេហើយនេះគឺជាសាច់រឿងដែលខ្ញុំបានកត់ណាកត់ដែលពេលគាត់បានចែកម្លែកមកកាន់ខ្ញុំបងប្អូននេះសាច់រឿងរបស់គាត់ណាតោះឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់តែម្ដងទៅសាច់រឿងនេះគឺជាសាច់រឿងរបស់គ្រួសារហើយសុភមង្គលនៅក្នុងគ្រួសារនិយាយអំពីមេម៉ាយហើយពោះម៉ាយជួបគ្នាហើយសិតសឹងតែជាអ្នកជើងខ្លាំងកំពូលដូចគ្នាសាច់រឿងមួយនេះគឺខ្ញុំទទួលមកពីប្អូនស្រីម្នាក់ដែលមានឈ្មោះពិតរបស់ប្អូនស្រីដែលអត់មានលាក់លៀមទេណាឈ្មោះពិតរបស់ប្អូនស្រីគឺឈ្មោះថាស្រីខឿនបាទប្អូនស្រីខឿនកាលពីអាយុ20ជាងឆ្នាំប្អូនស្រីត្រូវបានរៀបការជាមួយនឹងបរិសម្នាក់ដែលជាអ្នកស្រុកភូមិនៅក្បែរភូមិរបស់ប្អូនស្រីដោយសារតែប្អូនស្រីនឹងគឺមានដងពីកំណើតមានតិចនិចតាំងពីកំណើតកើតជាមកម្លេះនៅពេលដែលប្អូនស្រីបានរៀបការជាមួយនឹងប្តីរបស់ប្អូនស្រីបានប្រាប់ថាពូអើយពូមិនដឹងថាកំណើតកើតជារបស់ខ្ញុំវាចូលចិត្តរបៀបហ្នឹងឬមួយក៏របៀបណាទេពូពេលដែលប្តីនៅជាមួយគឺមានសេចក្តីសុខសេចក្តីថាវាមិនអាចរកអ្វីនឹងប្រៀបផ្ទឹមបានហើយណាពេលដែលការហើយតាំងពីថ្ងៃដំបូងផ្សំដំណេកដំបូងគឺមិនអោយប្តីរួចខ្លួនបានទេហើយម្យ៉ាងទៀតណាប្តីហ្នឹងក៏ប្អូនស្រីមិនដែលទាំងស្គាល់ផងដោយសារតែការហ្នឹងគឺត្រូវការដែលឪពុកម្ដាយជាអ្នកផ្សំគុំឲ្យទេប្តីហ្នឹងគេធ្វើការងាររោងចក្រនៅអំពេញហើយគាត់ជាអ្នកស្រុកស្រែចម្ការប៉ុន្តែដោយសារតែស្រុកស្រែចម្ការបច្ចុប្បន្នសប្តាហ៍គឺមានត្រូវការបំពន់ដូចជាបាទ make up salon sting ឬមួយក៏គេហៅថាលេជាដើមអាចចឹងទៅក៏ធ្វើឲ្យស្ត្រីម្នាក់ក្មេងស្រីម្នាក់ដែលជាអ្នកស្រុកស្រែចម្ការសង្កាត់មាត់ញោកណាដែលមានគ្រួសារមានពេញលេញមានម្ដាយមានឪពុកបាទហើយក៏បានរៀនបញ្ចប់ថ្នាក់ទី12ផងដែរតែប្អូនស្រីហ្នឹងនៅពេលដែលប្អូនស្រីមិនទាន់ទាំងបានការមិនទាន់តែមានប្តីប្អូនស្រីគឺដូចជាគេធម្មតាអញ្ចឹងគឺអត់ដែលចេះទៅនឹកនានឹកអីអញ្ចឹងទេតែពេលដែលប្អូនស្រីនេះចាប់ផ្ដើមការភ្លាមប្អូនស្រីបាននិយាយថាអត់ខ្លាចខ្ញុំឬក៏អត់និយាយទៅថាអត់មានខ្វល់នឹងពាក្យណាពាក្យណីទេប្អូនស្រីបានប្រាប់ថា
pú anh nhom dễ yên này ca hơi phim chỉ mua được đây bọc nhom hay đây bọc nhom đại score thì chứ mình đại đằng à châm ca nó tập tan thì mà đại phục bậc nhom điệp chọn tục đạt thì hơi pe và top lại hai xong tầm đây pú anh mình vào đây nhom lại chặt đào môn tê nhom dễ mà trăng còn dễ á mình vào đây nhom chỉ để chặt đào môn tê khi nó cứ chỉ để chặt đào môn đời khi nó kết hà bị môn nó nhom chăng phơm mấy nhá cha trái cứ con miền cồn nè mai con mấy bàn con miền nhom mấy bàn con miền bong mấy cái con miền ôn chẳng có trong đằng hay trong xả tay con mình toàn đăng thá rương đăng vía smoke smile đôi chỉ to sai internet thì một mà được mặt thì dấu riệp bà công tơ bia đi thì nó pe chấn có cần gì mình ở đây còn rồi thay giúp xong này rằng giấy tăng vì các bạn vào lúc rồi hốt cho tầm mong đọc đi rồi hốt to tập ở đây đến hậu nó tục pe là bong đây khá tao còn xua khang pe có thả bong xem nó là thơm mấy bạn ban con á thơm mấy bạn ban con mơ bằng ai prap trong tình mơ đó pe ở đây nó kia còn kia hot tăng vì ca hơi đai đó mình được profit cho bong ôn đai cho nam này đó pe ca hơi pe châu rồng và pe si pe rom nè có tayแต่mình được proสลับhay đấy banสลับấy đăng này ti mùi á kia cất tràn ti pi mượt phẹ tràn mình được proแต่ tao cam vị thi ca cam vị thi bồn mình lược lên để cam vị thi môi sลับđấy bong bồn còn mình cam vị thi ra so phật đây mình được pro này hayแต่ ออด chơi phật tế bong ôn tao na tao đôi chỉ ở ta năng bọc nhom chắc bà ta bọc nhóm có tay thành dây ba được chia lục ta thâm và lục ta thấp còn còn bàn slap bát mùi hay nè bom ồn có đó có tha chao ai công khoal mà nữ pro nó che si che chuột che mà chẳng tàu miệng bị bay mặt bom ồn này để flop đằng này đăng tờ ru hay mà giang tiết á nè tập phía sân nè trụ bray có tha đao sọc chai đao sọc chân đao đạch bài đao đạch tận tái mình hiên xong bay mình hiên xong tất tai hiên xong bray trụ gì lùi nha tao không có ba nhầm là hôn nè ăn ta quạt ta tài chào thử mấy thơ tấp phú và lung cua cái miền đấy đọc pep ở đây nữa có bàn prap tháo miền Nam thì dân nâu chỉ mùi khía đây chỉ mùi khía tập miền pe nó có quạt nó có làng mòn làng lơ ở đây quạt chập ở đây quạt bằng bồn chập ở đây quạt chúng ta đây là mùi ở đây quạt chúng ta và lâm làng côi dùng có thang côi dùng có tha còn từ rừng tịch tuổi so còn từ rừng tịch tuổi so hại đại ban gì ở đây này và làng và lạ pu bong pôn mà smart to bong pôn nhầm dễ còn dễ cái thằng và lâm long lạ pu gần từ thấy cót làng như tập bao luôn còn là tập pe cót xua mai cót mai còn cùi sai thấy mình được bỏ rồi ấy ở đằng bên này ta khi mà đằng thấy tam phút có cót đằng khla bàn tay rừng chẳng chẳng á to từ này mình bật sáu từ cái đằng thôi và con cầm bom sọt hay nó cầm lọt sọt nè và chẳng còn mình đắng giúp ti mùi ti pi thằng ti bay con nâu chỉ mùi ở đây là hồn và chập đam đầu mùi ở đây gọi là hồn đó tập pe vô và ngay ti bay nó con vô chẳng hạn tập kèn và xong hết các bạn tại đây tẹt hàng ở đây tẹt hàng ở đây nó tẹt hàng ở đây là hồn có tha tăng tay bị ca hơi đó tăng bị nâu chỉ mùi ở đây hơi lợn đậm bông thì đây tập mồm nữa có tha thôi con nó đôi chỉ miếng ở rom mũi tha đôi chỉ miếng ở rom héo đôi mà chu krương chứ không bông có tha đó đôi mà chu krương đôi một chu bẩn lất đôi mà chu ấy thì thấy bom phun mà chu sẵn đan trong tàu bà bom phun á có tha heo mà không heo ao cho là nghĩ lang ba vào lúc đăng thành dễ chỉ mùi vào đây lang thật lời ở đây đầm bốn á đầm bốn bạc có tay anh đây và phun xong ấy ao bàn đằng và phun xong ấy ở bàn đằng tắt rồi còn gì nữa đó tập pk hai để dạ p chiêng bà và môi khai có nó có miếng tây púa bà chiêng bày khai bà ta hơi nó pe để con miếng tây pú nó con rất tai và trâu chặt tiên đòi lư mai con âu con có than này khứ này nè đại miên câu á cứ kế mắn và cái hào tha mình ơi đây là thưa ca nghe ngày thế nè nè đại cái chắp đao miên câu nó không tây bay buôn pram khai đưa vào môi khai đó này cái mình ơi đây đao từ lá chai ông pi luôn đi cái khai nó ở bên tai ở bên chơn đó pe nó bom ôn có tha cháu không có cháu đấy bom ôn quát ở đây từ na tê ơi tập về ở đây đau trên nó cứ dùng mày có thang ở chui quanh đai quanh chơi ấy rồi hốt to tập ao đó ta có đó ta có thằng qua đó chào
cháu ai nó mua ba nói lên sao mạ đang muốn mình ngọp cái ó đấy cháu ở hao ở đây mà chui bình đài bình chân hay là mục hay cầm pung tập phật si chỉ môi đằng âu chỉ môi đằng ta chỉ môi đằng gọt tiền gọt thâu nó cứ dây đôi ọt đăng món á dây đôi cho tha ọt miên priêng ọt miên cọt chứ đấy ọt miên cọt sập phâu đi nhom ba chẳng nó pe khai dương plik phléng như ai mơ sập phâu dương ban tai là pe cọt vĩnh tồn dây pran prao vào đó nó có tha ai chơi chẳng mình trâu nè cô nhớ ọt toàn ban bình đài bình chân mau bọc cục đai bọc cục chân ở lươn máu nó phật si cho môi nó ôm ta hay âu nó ấy là mau xanh máu chăm cho màu vinh về nó bóng phụ này ở đây nó thơ một slur còn phải nó còn dễ hay đăng từng luôn còn khó tiếp còn dễ cả nông men có tha còn dễ chẳng hay mình đăng tập ở đây nó đăng ở mặt một dạng na thế đập đây tao nó bà lục nào chả mới dục tịch tơ ná cặp bông tao hộp gì chúng nên tao ót thế sạp màn tu cõi đấy những làng tao mỗi quạt mày làng tao mỗi quạt nó cả lư âu pu ôm bạc quạt nó là dây sợi lòng lon bình cầu tiền mà đăng dễ đường ấy là ngùng nè mà tu cõi ở đây tập phát anh tập phát với tao hai và đăng hai vậy đó tập bếp đấy ở thao nó bằng tàu thì ở tàu thì ôn ai lên mà nó ngọt hay ôn ôn ngay cõi nó đã xô phong tóc bảo sinh chỉ khơi bom phát chấm mũi âu mai rồi chấm mũi ta dê rồi chấm mũi na ấy chứ á ôn ai lực lên mà mất phèm ấy thì mất phèm nó tay là cho lại phát là sập lên dùng từ rồi về là sai lần còn là khơi con chó âu có đào chỉnh rồi khơi con chó âu có đào chỉnh nó là hao ở đây bị lăng đầy rồi mình phải nó cứ chăng men bằng ồn có tha còn trôi chất này hơi pe khai nó còn dễ mà hơn có tha pe khai dục là hạt bán á hạt bán này quạt cứ quạt rô rương ở đây quạt mỏng ba mình hay khâu hay ảo ba mình hay khâu hay ảo còn gì chẳng ý mẹ nó bằng ồn pe khai vì chẳng men mình chơi can chơi ấy hơi đập pe quạt bàn cồn mùi bằng buồn bàn cồn mùi giống pe nó có quạt cực thà quạt nó cứ trong bàn cồn mùi to tiền cồn muốn gì cồn sầy đã có cồn muốn cồn pro bà mà tàu cồn muốn cồn pro đập pe cào nó cứ cồn sầy chẳng con bàn là cồn pro con có sống ở đây con to vô cồn mùi tiền đầm bày vô cồn sầy hay con vậy tha bà sinh chỉ coi mình bàn cồn sầy thế con to vô mùi pi bảy buôn pram buôn phân bảy buôn những tàu con thay tam vô cồn sầy là to tàu bànนี่สำนักเราแต่บ้านโกนใส่บางโกนใส่ที่ตามโยกฐานนะเฮ้ยตั้งเปนังเมานะคือđây là bà con ở tuần nào thì đây là bà con xông lang mà thưa ca nghe nó thì trong Phnom Penh cứ mình oi tàu tì là nghe ngay muối nó mai âu cót ban vậy mà cót ha cứ nè bớ mai âu vậy một cơn ai thì mới cơn ai nhà lấu đôi mà tăng tài bị miên vào đây máu hay là hô to tầm miên côn máu cứ thắc khơn ái nhất tay ta là nghĩ đang ô đai vào đây cho là nghĩ ô đai vào đây cho hay bà tha mấy bôi mấy pi thế ôi vậy bay te món đó hả rồi ấy anh mơ tới đôi mà sâu xuống đó giúp lắm phải ao ma ôi đó miếng đây ở miếng pun sao món hay pe nó có gì tha mày ơi nè ở trong thơ mấy mà lâu người ta hành trắng hay đập pe trên tóc có lang tại đây tiền giúp lang tại đây đập pe đây gọt su ôn giờ nó tàn ní nó ôn nó dương từ miền cồn mùi thì ôn ai cho miền cồn tràn men vậy nó thả bong ấy khi mà đăng thả ram trong ấy tê phần tay bây được trong nâu chỉ mũi bò nó cứ bút miên dịch đây sọc trong tấu tiền cai tiền chặt trắng á đây còn hàng trâu hơi ở đây vào cồn người ta thành trắng ấy phần tay cốt nó bom ôn à tu chỉ cốt nó cứ trôi chất à rương nâng cả đầu trôi chất à rương bạc phết nâng cả đầu tay cốt nó mình đai che lùi phật không bật vào đây quạt đây ở đây cực hạ ý trong xa mơ rồi chết ổi môi nó xây như ọt thế nè miền rồi chết ấy ở rồi chết tập bèn bài chu strawberry bà chỉ mua một tre cỏ hom chỉ mua ấy cho nó ọt thế cứ cót trôi chất tập đây gọt thì đây cót tôi chỉ ở đây cót mấy cái đau bà tớ lang mau bị sai pe class tao sai cái nôn sai cái miền này còn gì mau cứ dây mau mà cả play mong hay là pe cót chặt một nhóm cót tẹt tô một nhóm còn smart là nhóm pro mấy mấy này pro cha hai sam chiếng hay bong ổn nó bà khát chật thơ visa đào lên và tê kia bát ấy đập pe nhưng pra bà dụ tấu ta trâu hào pú trâu hào úng mà thọ bát là ngày đây mùi xây sập ngày từ bà dụ một phay pram năm ấy nè bà sập ngày nè dễ nó dễ đường bốn này hai pe nắng ở đây có tha ở ấy thế ôn bong có ọt chết thôn tròn này
ប៉ុន្តែអ្វីដែលប្តីគាត់ទ្រាំមិនបានដឹងមិនទ្រាំបានទេពេលដែលគាត់ចាប់ផ្ដើមកំណើតកូនទី2គាត់ធ្វើឲ្យគាត់ណាគឺចង់គាត់ថាចង់នៅជាមួយប្តីគាត់ហ្នឹងគឺអត់ចង់តាណាទេទាំងថ្ងៃទាំងយប់ទាំងថ្ងៃទាំងយប់ពេលបាយថ្ងៃត្រង់ក៏នៅតែគាត់ចង់ដែរបងប្អូនគាត់និយាយអញ្ចឹងគាត់ថាចំណង់ចំណូលចិត្តគាត់ខុសឲ្យកុំខ្សែកំយំណាមនុស្សយើងវាតែងតែអ្នកខ្លះនោះរអញ្ចឹងមិនបានទេអ្នកខ្លះដាច់ដោយប្រពន្ធដោយសារអីប្រពន្ធឡាញប្តីដោយសារអីដោយសារតែអត់បានអញ្ចឹងណាអញ្ចឹងដល់ទៅពេលគ្នាអញ្ចឹងវាទៅខុសអីបងប្អូនអត់មានខុសទេណាអត់មានខុសទេមនុស្សបាទរស់ព្រោះចំណីសត្វស្លាប់ដោយសារតែចំណីដូរគ្នាហ្នឹងបាទដាក់ឆ្នាំទៅគឺស្លាប់អញ្ចឹងហើយគឺអញ្ចឹងទៅនៅពេលដែលកូនទី2គឺគាត់ចង់នៅមួយប្តីគាត់អត់ចង់តាណាទេរហូតតតែគាត់ឆ្លងតលេកូនទី2កូនទី1គឺជាកូនបាទប្រុសកូនទី2គឺជាកូនស្រីដល់ពេលបានកូននឹងហើយណាក៏ធ្វើឲ្យគាត់រត់ទៅខ្លាំងទៅទៀតរត់ទៅខ្លាំងហើយគាត់ថាសាច់របស់គាត់ណាបងប្អូនឡើងដូចជាគេសពពើប៉ោងឡើងដូចជាគេបាទយកស្នប់យកមកសពចឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឡើងទៅកាលពីកំមុំគាត់ស្គមឡើងកំប្រឹងស្គមឡើងកំប្រៃស្គមរីងរៃគេហៅថាតោះបែកសង្វាបែកចានបែកឆ្នាំងផងប៉ុន្តែពេលដែលគាត់បានប្តីកូនទី1កូនទី2ចាប់ផ្ដើមឡើងសាហាវយកតែម្ដងឡើងអេមហ្មងរៀងក៏ស្អាតរៀងក៏លយដើរទៅផ្លូវមួយម្នាក់ឯងគ្មានចង្អៀតជាមួយអាណាមួយបាត់ទេជិះម៉ូតូជាមួយប្តីដឹកបានតែប្រពន្ធអត់បានកូនដោយសារតែមៀតគាត់ធំរីឯប្តីវិញកាលពីមិនតាន់ការគីឡូណាគឺគីឡូបាទ68 69ដល់តែពេលបានកូន2ប្តីនឹងទៅសល់តែ55 56ទេប្តីឡងស្គមកំប្រឹងគាត់ថាពេលមួយនោះប្តីរបស់គាត់គឺអត់ស្រួលខ្លួនបងប្អូនមិនស្រួលខ្លួនទេហើយពេលហ្នឹងគាត់អត់ដឹងប្តីគាត់ស្រួលខ្លួនទេមកវិញគ្រុនក្តៅណាគាត់ក៏សុំប្តីគាត់ថាបងតោះយើងអញ្ចឹងណាប្តីគាត់ក៏បានលើកដៃអង្វរគាត់ថាអូនអើយអូនលើកលែងសុំតែមួយអាទិត្យសិនទៅណាប្តីបងអត់សូវស្រួលខ្លួនទេពេលហ្នឹងគាត់ដឹងប្តីគាត់ស្រួលខ្លួនទេដល់ពេលប្តីគាត់ប្រាប់បានគាត់ដឹងដល់ពេលគាត់យកដៃទៅស្ទាបប្តីគាត់ប្តីគាត់ក្តៅដូចភ្លើងអញ្ចឹងគាត់ក៏បានដឹកទៅពេទ្យដឹកទៅដល់ពេទ្យភ្លាមឪពុកម្ដាយរបស់ខាងប្រុសនោះក៏បានមកមើលជំងឺម្ដាយរបស់ខាងប្រុសហ្នឹងប្រុសប្តីគាត់និយាយប្រាប់ម្ដាយគាត់នឹងស្អីស្អុកខ្លះទេគាត់អត់ដឹងទេណាស្រាប់តែពេលដែលខានស្អែកឡើងពេលហ្នឹងប្តីរបស់គាត់ត្រូវចេញពីពេទ្យក៏បានទៅផ្ទះម្ដាយរបស់គាត់ទៅផ្ទះម្ដាយរបស់គាត់ហើយពេលដែលគាត់ដឹងតែប្តីគាត់ហេតុអីអត់មកផ្ទះវិញហេតុអីបានទៅផ្ទះម្ដាយគាត់ដឹកកូនគាត់បាទមកម៉ូតូទៅជាមួយកូន2នាក់ហ្នឹងកូនមួយទុកកូនមួយបាទទុកកូនមួយនៅផ្ទះដឹកកូនមួយបងទៅបងកូនប្រុសហ្នឹងក៏ទៅចឹងទៅក៏ថាបងថ្ងៃមកផ្ទះម៉ែទៅអីមិនទៅផ្ទះយើងវិញបងឯងជេរអីតាពេលហ្នឹងក៏ប្តីហ្នឹងក៏អត់ឲ្យនិយាយទេម៉ែគាត់ក៏បានថាមើលកូនម៉ែសួរកូនឯងតិចមើលកូនឯងលើប្តីកូនឯងថាកូនឯងហ្នឹងលះហល់មែនណាចូលចិត្តមែនគាត់ថាម៉ែឯងដឹងពីប្តីខ្ញុំមែនថាហ្នឹងហើយចាស់ចឹងទៅថាកូនអើយកូនឯងវាក៏ខំម្លេះណាខំឲ្យប្រឹងម្លេះកូនឯងធ្វើចឹងគាត់ឯងធ្វើចឹងងាប់ប្តីណាកូនណាគ្នាកំពុងតែរីងរៃគ្នាកំពុងតែស្គមកាយស្គមចិត្តស្គមទាំងទ្រូងបាទស្គមទាំងដៃជើងដល់ស្វិតកាជីវដូចកែបដែលគេកំពុងតែបាទដាក់ចូលក្នុងផ្ទះខ្លាញ់បាទលើកមកវិញទៅក៏មានទឹកត្រីកោះកុងគាត់ឯងធ្វើចឹងរលឹកប្តីទេកូនឯងពេលហ្នឹងគាត់ថាចាប់ប្តីប្រពន្ធទៅហើយណាការហើយឯណាដែលមកធ្វើចឹងតែតែពេលហ្នឹងម៉ែគាត់អស់អីនិយាយដល់ពេលប្តីគាត់មិនតាន់ទាំងជាស្រួលបួលផងក៏បានបាទមកនិយាយមួយគាត់ថាអូនអើយអូនបងទ្រាំឡើងបានហើយបងនៅមួយអូនឡើងបានហើយឥឡូវនេះបងគិតថាសុំចែកពីអូនឯងឡើងនៅមួយអូនកើតហើយបងណាគឺសុំបាទសុំតកូនមួយទេណាហើយទ្រព្យសម្បត្តិលុយកាក់ដែលបងរកបានប្រមាណហ្នឹងអាដីស្រែចែកឲ្យបងហ្នឹងបងបកគលឲ្យអូនទាំងអស់មុនបងអត់បកគលដីស្រែឲ្យទេបងប្អូនមុនបងបកគលតលុយរកស៊ីបានហើយនឹងកូនហើយនឹងសុំតកូននេះដល់តែពេលគាត់អត់យល់ព្រមទេគាត់ថាអត់យល់ព្រមទេប្តីគាត់ស្រឡាញ់ណាស់គាត់ចង់បានប្តីមកវិញស្រាប់តែពេលហ្នឹងប្តីហ្នឹងរត់តែញ័រសាច់ទៀតបងប្អូនញ័រសាច់ចឹងហើយក៏បានថាឥឡូវចេះទៅបងបកគលអាដីស្រែដែលម៉ែបងចែកឲ្យមកប្លង់ឲ្យខ្លួនឯងណាហើយកូនមកអត់យកទេណាកូនមកឲ្យខ្លួនឯងទៀតដល់ពេលអញ្ចឹងក៏បងស្រីហ្នឹងបានយល់ព្រមអញ្ចឹងក៏ចឹងវាធូរទៀតដែរបានដីស្រែដីអីចឹងណាហើយពេលហ្នឹងក៏បានត្រឡប់មកផ្ទះវិញរីឯម៉ែឪគាត់អត់ឃើញកូនប្រសាមកផ្ទះក៏បានសួរថានេះគឺណែមិនឯងទៅខែនាំប្តីឯងមកអីចាំមិនបានមកនាំប្តីឯងមកពេលហ្នឹងក៏ថាម៉ែប្តីខ្ញុំហ្នឹងគឺសុំឡាយពីខ្ញុំហ្នឹង
ហើយចាំមិនកូនមិនបានឡាយពីកូនហើយកូនឯងសុំឡាញប្តីប្តីកូនឯងសុំឡាញពេលហ្នឹងក៏គាត់ថាប្តីគាត់សុំឡាញទេឥឡូវឡាញទៅមិនទៅកូនឯងមានប្តីត្រូវមើលកូនមើលអីណាកូនឥឡូវពីមុនមានប្តីចិញ្ចឹមដល់ពេលប្តីដល់ទៅពេលឥឡូវនេះឡាញប្តីតែមានណាចិញ្ចឹមដល់ពេលហ្នឹងគាត់ថាអីម៉េចរស់មកតាមកាមាជីវោទៅដល់ទៅពេលហើយស្អែកឡើងក៏នាំគ្នាទៅខាងសាលាសង្កាត់ទៅខាងសាលាឃុំទៅដល់ភ្លាមលោកមេឃុំអីចឹងទៅគាត់ក៏សម្របសម្រួលគាត់ថាអីអាកូនហើយមើលប្រពន្ធហើយសាច់ឡើងតលុកតលុនដូចម៉ែបាញ់ដុកចលក់ស្ករសមើលនោះឡើងឆ្ងាញ់ថ្នាក់ហ្នឹងហើយចេះតឡាញលះបានដែរអ្នកខ្លះរងមិនបានទេណាកូនដល់ទៅពេលអញ្ចឹងប្តីអត់ហ៊ាននិយាយទេប្តីនោះស្ងៀមដឹងតឡាញលះ100ទាំង100និយាយម៉ាត់ណាគឺឡាញនិយាយម៉ាត់ណាគឺឡាញអញ្ចឹងគាត់ឡាញចង់នៅហើយគាត់ក៏ឌឺអញ្ចឹងគាត់អាណិតប្តីគាត់ដែរដល់តែពេលគាត់ឡាញលះហើយគាត់ក៏បានត្រឡប់មកដល់ផ្ទះរបស់គាត់វិញរីឯប្តីនោះពេលដែលឡាញលះគាត់ហើយបងប្អូនគាត់លឺល្បីហ្មងល្បីខ្លាំងណាស់ល្បីអីល្បីពេលដែលឡាញលះពីគាត់ភ្លាមប្តីរបស់គាត់នោះក៏បានដាក់កំប៉ុងជើងធូបបាទដុតធូបហ្មងអរគុណណាព្រះជំចៅដែលបានប្រពន្ធឡាញពេលហ្នឹងអរគុណមែនទេហើយបានធ្វើបុណ្យទៀតធ្វើបុណ្យរំដោះគ្រោះវាឆ្ងាញ់អាធ្វើបុណ្យរំដោះគ្រោះហើយប្រពន្ធហ៊ានស្អីប៉ុណ្ណឹងប្រពន្ធមិនមែនជាអ្នកគេហៅថាមិនមែនធ្វើឲ្យគាត់ដែររងគ្រោះថ្នាក់អត់ដែរទេអត់ដែរទេរងគ្រោះថ្នាក់ក៏មិនដែរធ្វើអីក៏មិនដែរផងហ្នឹងគាត់រឿងអញ្ចឹងណាដល់តែពេលគាត់ទៅដុតធូបដុតអីធ្វើបុណ្យរំដោះគ្រោះគាត់ជាមួយឆ្ងាញ់របស់គាត់ដែរហ្នឹងណាហើយបន្ទាប់របស់គាត់ផ្លាយទៅជាស្ត្រីមេម៉ាយបាទស្ត្រីមេម៉ាយហ្នឹងក៏មានអ៊ីក៏មានពូក៏មានជាច្រើនគាត់ក៏បានក្មួយគាត់ហ្នឹងឲ្យមកមើលយ៉ាងទៅណាឲ្យមកមើលមកអីយ៉ាងទៅតែពេលដែលក្មួយគាត់មកហ្នឹងហើយអ្នកដែលគេមកមើលគាត់ហ្នឹងសិតសឹងតែជាមនុស្សដែលបាទអត់សូវមានសាច់ទេអត់សូវមានសាច់គៀមទេស្រួលស្អឹងទៀតទៅនោះទៅទៀតដូច្នេះហើយគាត់អត់យកទេគាត់អាណិតគេគាត់ខ្លាចតែពេលដែលយកគាត់មកហ្នឹងមើលតែប្តីគាត់មកគីឡូ60ជាងណារហូតតទៅ50ជាងស្រកយូរតែមែនទេគាត់ក៏បដិសេធអត់យកទេអត់យកដល់តែពេលប្តីរបស់គាត់ហ្នឹងបាននិយាយក្នុងភូមិគាត់គាត់ថាបានអ្នកណាឈ្នះប្រពន្ធគាត់ហ្នឹងគាត់វាតងោតែតគាត់សុកចិត្តកោតងោតែតគាត់ឬកោតងោឲ្យគេបោកគាត់ថាប្រពន្ធរបស់គាត់គឺចូលចិត្តណាស់រឿងអញ្ចឹងហើយអាពាក្យណាបងប្អូនពាក្យដែលល្អគឺអត់ដែលល្បីសັບផ្សាយទេតែបើពាក្យដែលមិនល្អវិញគឺល្បីផ្ដាំនិយាយផ្ដាំតាពាក្យទាំងអស់ហ្នឹងក៏បានលេចលើពីភូមិហ្នឹងមកដល់ភូមិគាត់ដល់តែពេលអញ្ចឹងចាស់ដែលនៅភូមិគាត់គឺជាអ្នកមាត់មួយមាត់គេហៅថាមាត់ប្រជាប្រិយភាពក៏បានមកនិយាយមួយគាត់ថាតែមិនឃើញណាមិនឃើញឯងពិតជាអញ្ចឹងមែនអត់បកាយអញ្ចឹងមែនអត់ឯងមើលប្តីឯងដើរនិយាយឈ្មោះឯងថាឯងចូលចិត្តនេះចូលចិត្តអញ្ចឹងទៅដល់តែពេលគាត់ថាគាត់អញ្ចឹងមែនគាត់អត់កុហកទេអ្វីដែលខ្លួនគាត់គឺគាត់និយាយអញ្ចឹងអ្វីមិនមែនខ្លួនគាត់គាត់មិនហ៊ាននិយាយដែរគាត់ថាគាត់អញ្ចឹងមែនគាត់ចូលចិត្តអញ្ចឹងមែនអញ្ចឹងបើប៉ះពាល់ជាមួយណាមើលអាណាមកណាមកអញ្ចឹងឲ្យមាត់ចោលហើយមើលអាណាមកជំទះជំទេងហ្នឹងដេញធាក់តម្លាក់ទឹកឡើយគាត់និយាយអញ្ចឹងហើយពេលហ្នឹងនិយាយតាក៏នាំគ្នានិយាយមាត់1មាត់2មាត់3មាត់4ក៏ធ្វើឲ្យមនុស្សប្រុសដែលនៅក្នុងភូមិមិនថាទាំងពូម៉ាយមិនថាទាំងកំឡោះអីទេគឺនាំគ្នាសម្រុកមកដណ្ដឹងគាត់ហ្មងបងប្អូនសម្រុកមកដណ្ដឹងគាត់មួយថ្ងៃម៉ែគាត់ហ្នឹងគាត់ហត់ហ្មងគាត់ហត់ដល់ពេលម៉ែគាត់ថាទេមកសួរអីទៅអញហ្នឹងកូនអញមិនម៉ាយតើហើយមិនទៅសួរកូនអញមើលទៅនៅពេលហ្នឹងម្នាក់2នាក់3នាក់មកសួរគាត់ហ្មងជាពិសេសមានកម្មវិធីមង្គលការឬកម្មវិធីឡើងផ្ទះកម្មវិធីជប់លៀងអីផ្សេងនៅពេលដែលគាត់ទៅចូលរួមក្នុងកម្មវិធីហ្នឹងនីមួយពីថាតុករបស់គាត់វិញគាត់ចូលអង្គុយតុកណាគឺមានប្រុសមកច្រើនណាហើយគាត់ក៏អត់ដឹងដែរយើងក៏មិនដឹងដែរមិនដឹងមិនឲ្យតែរឿងល្បីអញ្ចឹងដឹងមិនចូលមើលចូលចិត្តអញ្ចឹងណាគាត់ថាមកហ្មងមកលើជួយលើកអុកកែវអ្នកខ្លះជូនទៅផ្ទះអ្នកខ្លះសុំគាត់ប៉ាវនេះសុំគាត់ទៅផ្សារទៅហូបអីមួយគ្នាចេះអ្នកខ្លះសុំលេខទូរស័ព្ទគាត់អ្នកខ្លះអីចេះអញ្ចឹងណាគឺសុំបាទសុំអញ្ចឹងទៅមានត្រឹមតែប៉ុណ្ណឹងទេសុំបីតែពេលដែលក្នុងកម្មវិធីអញ្ចឹងទៅគាត់ហូបចូលកែវគ្នាជាមួយនឹងអ្នកដែលនៅក្នុងភូមិនឹងដែលជាអ្នករាប់អានគ្នារៀងចិត្តស្និទ្ធអញ្ចឹងណាដល់ពេលទៅផ្ទះវិញគឺសុំជូនទៅផ្ទះគាត់ក៏បានឲ្យជូនទៅផ្ទះគាត់និយាយថា
bòn mùi ở dụ nó cứ bà mà phây bảy năm nâng có tha xong rộp án con hơi về để cọt vẫn còn xong chun được tét con phải bàn vô prom để tha mà đẻ nó cứ rùm tung nó không khung nào mới có châu chặt đài nó về đây phật vẫn chun từ đó là lại flow sát lên cho máu xong cọt có thà xong rồi cọt xong nông rồi cọt đấy đó tập pe trong tóc có thà thế cọt xong bên chùm nô chất thì nô chất bắt cọt cho mui tập đây cọt thì đó tập pe chắc có thà ọt thế chun cọt thôi cọt sẽ chặt đa cả đa đấy nó pe cái đất cọt đo te hiện từ cái sman là cọt chơi cái hạt thà xây chặt nghĩa nhá tam bất cọt miễn chặt nghĩa thế nữa ọt chặt nghĩa gì chặt nghĩa cho mui tập đây cọt thì ta khô về đây cọt ọt thì hay tăng pe nó cọt mình mai bay năm ấy nó cọt mình đai nước nia ấy phó nừng ọt đai nước nia thì đó tập pe cái đặc tranh bị rong cá miền là bờ mũi nó đặc rong cá đó có ba này với đau con tháo tàu này anh ấy tàu đua này cạch bọc nó này ô cạch bọc nó ô anh nó lang khoa nó ở chả kia nó khuyên đặc anh tinh phấn nó kia đặc cái sông men bàn tay kia áo thì các bạn mà đo tiền chẳng từ đo pe mua cần dây pi cần dây bay cần dây pe nó có bán bà sông mà đài phục bạc con nó sọc lại bàn ấy nó sọc miền mùi ở nhẹ nhại pe mơ tụi nó còn bàn tụi đi còn bán có bán sông mà đài nâng ở phục bạc con nâng thà lao mà thuê cà nghi nơi tì trong Phnom Penh là rô cà nghi cả đâu thôi đây về đến cả biển mật phẹn Phnom Penh người ta ai máu mà ai miền phôi nhiệt than mùi á ai lao mà mau về nó có cả bàn lao mà phôi nhiệt than về để quạt lao mồi chẳng phim và quạt chỉ nẹt xài đó lao máu biên so đi kê nè và mau lăng cả nhanh nhanh đó tập p chắc mà thuê ca bữa cái hao ta xảy mau để mua quạt khứ nó cái biển là hao thì mua chót mua xảy mau như tàu phơi ca đâu còn lại nữa bây để phơi tao bị hot pin còn xu mật phẹ thì tao mật phẹ mua tiết cái thảo trong mật phơi ca nghe mày anh mau nè ca nghe anh cứ phơi ca nghe đồng chạ bị hot thì dây bàn tay lôi chạ bị srul về nó con của bạn phơi ca nghe đồng chạ nó mùi mật phẹ con nằng đó tập pe tao phơi ca nghe đồng chạ nằng tới có quạt phơi ca tới cả lô có cái tiếng sro tịch chẳng á để sao tao nó đồng chạ về mình đôi chỉ nâu tam cho nó bọt dương bạc phơi sai phơi ấy kha rong chắc cái thư ca mà ngay bay như ô và trong đó cụ đó nó bong bố nó chân hơi trên từ lô so được trong ba cái vùng về chẳng bà ăn miên sân trẻ chẳng hạn từng hao cầm sâu đạ tiết hay mà dán tiết đạ mai tiết bà đạ từng hao bà dương cắt sầm lên cháo cứ về lư ọt miền đồng được bà một cần đồng nữa rồi tập tê dương trắng cứ thầu tài bật sân này chẳng bài dây chỗ còn một bài dây chỗ bao nhiêu chục ảo tầm hai cà phê rồi về để quạt bà phơi ca lên tất quạt các bạn và liệp bà lê liệp ai khla chẳng á quạt phơi tất căn là về về khác quạt bài nghĩa của miền này quạt mình heo nó quạt phơi cam sâu cho cùng láng quạt sâu heo bài thì hãy đây mong đọc mà mình đọc ấy vẫn mà còn đây quạt mơ Facebook quạt mơ YouTube quạt mơ ai cam thì FC những từ đập pe cào la vì đầu bồn chung một đòn con có ban tận lên sau cầm na rồi bà con sắp con tận lên bom ô nói cầm miên bom ôn chỉ trao miên pu miên y miên quạt mau tụt tua và cùng nó pe để quạt tụt lọt tụt sọc với nhá hay cầm miên pu clack cầm mau đây mau pe nghi nhá mau sầm rọc vô nằm bằng con tụt tơ tinh nằm bằng đi không đai bằng vốn đấy tôi chỉ nẹt phun nẹt sọc bảo nhóm nó cứ các bài đang tụt lọp đang hơi bạc xa tụt lọp đó bà lo nằm bằng khoa ấy pi tụt bay cả lại hay mà đau tầm màn thì ta bay ta mà pon được pram rồi thì phần tái pe để dân tinh bị cái đông thông pin đó cứ cònสบายចិត្តទីមួយមិនមែនសบายចិត្តដោយសារតែលុយនឹងយើងលុយតិចលុយច្រើនមែនទេថាមិនអស់លុយឯងមែនទេប៉ុន្តែគាត់សบายចិត្តដោយសារតែយើងទិញទៅជូនគាត់លុយតិចតួចមិនសំខាន់ទេសំខាន់គឺទឹកចិត្តដែលយើងទៅជូនគាត់មកអញ្ចឹងក៏គាត់ជូននំប៉័ងស្ករសនំប៉័ងទឹកដោះគោអញ្ចឹងទៅជូនទៅឲ្យអ៊ីអូមដែលមកទទួលគាត់ហ្នឹងហើយដល់ពេលគាត់ក៏ដេកទៅព្រឹកព្រលឹមឡើងមកដល់បងប្អូនណាពេលហ្នឹងក៏ព្រលឹមឡើងមកដល់ភ្លាមក៏មានអ៊ីក៏មានពូក៏មានគឺមកលេងគាត់ហ្មងហើយមួយគឺចាប់ដើមទៅសើពីសម្រស់របស់គាត់គាត់ថាសម្រស់របស់គាត់ល្អណាគាត់ថាមនុស្សដែលថាគេហាឆ្វាក់អញ្ចឹងណាហើយចូលចិត្តអញ្ចឹងណាបើតំណពេញវិញព្រោះងាប់ប្រុសនំពេញអស់ហើយព្រោះអីគាត់ចូលចិត្តអារឿងហ្នឹងណា
ប៉ុន្តែនៅអ្នកភូមិអ្នកស្រុកនៅតែមិនតាន់ដឹងថាគាត់ចូលចិត្តរឿងហ្នឹងគឺជាមួយតែប្តីគាត់ទេណានៅតែមិនដឹងទេគេថាមួយចេះមួយចុះចឹងទៅហើយគាត់អត់បានបកស្រាយទៅបកស្រាយអត់បានអីប្រយោជន៍ទៅវិញផងពេលខ្លះមនុស្សយើងហ្នឹងបកស្រាយឲ្យគេស្ដាប់យល់គេមិនអីទេប៉ុន្តែអ្នកខ្លះទៀតបកស្រាយគេស្ដាប់អត់យល់គឺពិបាកណាស់អញ្ចឹងហើយយើងធ្វើតែខ្លួនយើងទៅដែលយើងគិតថាត្រូវបើយើងត្រូវធ្វើអត់ឲ្យប៉ះពាល់ទៅដល់គេអត់ឲ្យប៉ះពាល់ទៅដល់អ្នកផ្សេងអញ្ចឹងយើងធ្វើទៅណាធ្វើទៅបើធ្វើខុសខ្លួនយើងបើធ្វើត្រូវខ្លួនយើងដែលយើងទៅរលុយអញ្ចឹងយើងរលុយមិនបានក៏ជាចំណាយរបស់យើងដល់ពេលយើងរលុយបានក៏យើងមិនអាចយកលុយយើងទៅចែករបស់គេបានដែរអញ្ចឹងហើយទៅតាមនឹងទៅដល់ពេលគាត់ហ្នឹងគេមកលេងច្រើនអីគ្រឿងnàyល្អមែនសាច់ឡងតលុកហើយឡងសាច់ឡងនេះឡងស្អាតហ្មងណាដោយសារតែគាត់នៅពេញគាត់លេបលេតាមមិត្តភ័ក្ដិគាត់ប្រើបាទជាមួយនឹងរបស់របរ brand ដែលនៅទីក្រុងភ្នំពេញហើយគ្រួសារគាត់មានជាអ្នកខ្សត់ខ្សោយណាគាត់មានដីស្រែដីចម្ការដីភូមិរួមទាំងប្តីរបស់គាត់ក៏បានឲ្យទ្រព្យសម្បត្តិមកគាត់ទៀតអញ្ចឹងគាត់មានអីត្រូវខ្វះខាតគាត់ខ្វះខាតរងថ្ងៃគឺខ្វះខាតជាមួយនឹងអ្នកស្អំបេះដូងរបស់គាត់អ្នកមើលថែបេះដូងរបស់គាត់អ្នកបេះដូងរបស់គាត់ចឹងទៅហើយពេលដែលគាត់បាទតបសារទៅអីហ្នឹងបាទគាត់តបសារទៅអីទៅហូបអីហ្នឹងពេលហ្នឹងគាត់ទៅហ្នឹងគឺចំពេលដែលបោះបាយបិណ្ឌផងគាត់ទៅមុនទៅបោះបាយបិណ្ឌហ្នឹងហើយយប់ឡើងផ្ទះគាត់មានកម្មវិធីផឹកស៊ីតិចតួចចម្លែកថ្ងៃហ្នឹងឃើញមានពូគាត់មកហូបពូហ្នឹងគឺជាពូចដូនមួយរបស់ម្ដាយរបស់គាត់ពូហ្នឹងគាត់អត់ដឹងពីប្រវត្តិអីទេតែម្ដាយរបស់គាត់ជាអ្នកនិយាយប្រាប់ពេលហ្នឹងគាត់ឆ្ងល់គាត់ឃើញពូហ្នឹងគាត់ចម្លែកថាឃើញពូហ្នឹងភ្លាមគាត់មានអារម្មណ៍មួយថាដូចជាមានភាពស្និទ្ធស្នាលជាមួយនឹងពូហ្នឹងចុះសាច់សាវលហិតជាមួយគ្នាវាមិនមានភាពមួយគេហៅថារំញោចដល់ពេលអញ្ចឹងគាត់សួរម៉ែហើយអូគាត់ណាគេនៅក្នុងភូមិយើងខ្ញុំមិនដែលឃើញសោះហ្មងណាឬមួយក៏អ្នកមកពីខាងស្រុកគេផ្សេងឬមួយក៏មិត្តភ័ក្ដិណាគេអ្នកនាំមកទាំងម៉ែទាំងឪរបស់គាត់បើគាត់ឡើងស្លូបាទជាក្នុងចិត្តគាត់គិតថាជេមីកូននេះសាច់សាលហិតខ្លួនឯងដែលស្គាល់មិនដឹងទេបាទជាគាត់គិតចឹងណាពេលហ្នឹងគាត់ថាកូនឯងធ្វើមិនស្គាល់ឬក៏ថាអត់ស្គាល់មែនគាត់ថាខ្ញុំមិនដែលស្គាល់ទេវាត្រូវណាបងប្អូនពេលខ្លះបងប្អូនរបស់យើងតាំងពីជីដូនជីតាមកនៅពេលដែលឪពុកម្ដាយអត់បានណែនាំមកស្គាល់កូនមិនស្រួលដាក់បុកគ្នាថ្ងៃខ្លះរោរឿងគ្នាក៏មានដែរដោយសារតែមិនស្គាល់នេះដូចជាអ្នកស្រុកភូមិខ្ញុំចឹងអត់ស្គាល់គ្នាបើប្រតិបតបបាទដល់ទៅពេលទៅហៅម៉ែឪមកមើលមុខចុញបងប្អូនទាំងអស់តោះផ្ទះវិញឃើញអញ្ចឹងអាហ្នឹងមកកំហុសអីគឺកំហុសម៉ែឪដែលមិនបានណែនាំឲ្យស្គាល់មិនបានប្រាប់បញ្យល់ឲ្យដឹងដល់ពេលអញ្ចឹងគាត់ដែរស្គាល់ទេដល់ពេលឪគាត់ថាកូនឯងអាហ្នឹងពូឯងអូពូពេលហ្នឹងក៏គាត់ទៅលើកស្រាបៀរកំប៉ុងជាមួយនឹងពូហ្នឹងក៏ផឹកអីចឹងទៅពូហ្នឹងអត់សូវនេះទេអត់សូវនិយាយទេសាច់ញឹមចឹងទៅហើយពេលហ្នឹងក៏ផឹកជុំគ្នាហើយអស់គាត់ត្រឡប់ទៅផ្ទះវិញពេលហ្នឹងក៏គាត់អង្គុយនៅខាងក្រោមលេងទូរស័ព្ទមើលអីចឹងទៅដល់ពេលបន្ទោះម៉ែគាត់ចុះមកម៉ែគាត់ចុះក៏គាត់ថាម៉ែអត់ដេកទេអូម៉ែអត់តាន់ដេកទេហើយគាត់អត់តាន់ដេកហើយពេលហ្នឹងគាត់ក៏សួរចេះម៉ែខ្ញុំសួរម៉ែទីមួយពូហ្នឹងត្រូវខាងចដូនមួយប៉ាឬចដូនមួយម៉ែគាត់ថាចដូនមួយអញហើយពេលហ្នឹងគាត់ថាចិត្តឲ្យឆ្ងាយគាត់ថាឆ្ងាយហ្នឹងចទូតចឹងទៅបាទហើយចទូតចឹងណាហើយពេលហ្នឹងគាត់ថាចុះនៅភូមិយើងមិនមែនថានៅភូមិយើងទេនៅភូមិជាប់យើងតែប៉ុន្តែពូហ្នឹងគាត់ស្លូតប៉ុន្តែគាត់អាណិតណាគាត់អាណិតពូហ្នឹងគាត់ថាវាសនារបស់ឯងហើយវាសនារបស់ពូឯងហ្នឹងអត់ដូចខុសគ្នាទេគាត់ថាมันខុសគ្នាមិនម៉េចគាត់ថាកូនឯងនៅជាមួយប្តីកូនឯងលះល់ណាស់ចូលចិត្តណាស់រហូតតតែបានកូន2នាក់ហ្នឹងហើយប្តីមិននៅដុតធូបរត់នាំគ្នារត់ចេញតែចម្លែកតែពូឯងដែរពូឯងការ2ដងហើយការហ្នឹងក៏មិនមែនការមួយមួយម៉ាយដែរការហ្នឹងការសិតជាមួយកមុំសិតតែកមុំហើយការមួយម៉ែក៏បានទៅចូលរួមដែរការ2នោះម៉ែក៏បានទៅចូលរួមដែរខ្លួនឯងចាំឯងកាលមុនកាលម៉ែខ្លួនឯងចាំផ្ទះហ្នឹងគឺម៉ែទៅការពូហើយហ្នឹង
ដល់តែពេលការអញ្ចឹងទៅប្រពន្ធទី1នៅបានតែមួយខែទេហើយក៏បានរត់ចោលគាត់បាត់ទៅប្រពន្ធទី1រីឯការប្រហែលឆ្នាំក្រោយទៀតការប្រពន្ធមួយទៀតហើយមិនមែនអ្នកឆ្ងាយទៀតមនុស្សស្រុកភូមិនៅហ្នឹងទៀតដល់ពេលការប្រពន្ធទី2ប្រពន្ធហ្នឹងនៅបានហ្មងនៅបានជាងមួយខែជាងដែរក៏បានសុំគាត់ហ្មងសុំគាត់លេះលេងហ្មងប្រាប់តែគេហ្នឹងគឺឡើងនៅជាមួយហើយពេលហ្នឹងគាត់ក៏សួរថាចាំមិនពូហ្នឹងគាត់ធ្វើបាបមែនឬមួយក៏គាត់រោរឿងមិនពេលហ្នឹងម៉ែគាត់មើលមុខគាត់ហើយមើលមុខគាត់ឲ្យសើចគាត់ថាអញមើលពូឯងហើយឯងវាមើលទៅវាមិនខុសគ្នាទេមិនខុសគ្នាមិនម៉ែឯងក៏លហាលពូឯងក៏លហាលដែរលហាលមិនគាត់ថាអ្នកដែលរត់ចោលហ្នឹងប្រពន្ធគាត់ហ្នឹងគឺទ្រាំមួយគាត់មិនបានទេនៅមួយគាត់មិនបានទេឃើញតែពូឯងចាស់ចឹងមែនតែពូឯងនៅបាយបាននៅស៊ីបានចឹងទៅហើយពេលហ្នឹងគាត់និយាយប្រាប់មកត្រួសមកកាន់គាត់ថាមកពីពួកហ្នឹងទ្រាំអត់បានជាមួយនឹងពូឯងដែលថាពូឯងគឺបកកាយស៊ីបាយពេកអញ្ចឹងហើយទៅគេរត់ចោលចឹងទៅពេលទៅលឺចឹងភ្លាមបងប្អូនដោយសារតែគាត់មានចម្រោះមានចិត្តមួយទៅរៀងដូចថាចាប់ចិត្តផងគាត់ក៏តាមស្វែងយល់ហ្មងដល់ពេលស្អែកឡើងដល់ពេលយប់ឡើងក៏រៀបចំផ្លែឈើផ្លែអីដើម្បីទៅបោះបាយបិណ្ឌហ្នឹងគាត់ថារៀបឲ្យអស់គាត់ចេញទៅបោះបាយបិណ្ឌក៏ឃើញពូនៅកន្លែងហ្នឹងវិហារហ្នឹងដែរដល់ពេលហ្នឹងថាពូមកដែរមែនមកហើយពេលហ្នឹងនិយាយលេងជាមួយពូមកបន្ទុះពូហ្នឹងក៏ដើរបោះបាយបិណ្ឌហើយក៏បានដើរមកវិញហ្នឹងទៅបាទដើរមកហើយក៏ពូទៅដល់ត្រឹមផ្ទះគាត់ក៏មកផ្ទះគាត់វិញទៅពេលនិយាយជាមួយពូហ្នឹងចុះសម្រងគ្នាមែនទេចុះសម្រងណាមួយពូហ្នឹងនិយាយមកគឺសុភាពរៀបសាររំទុំហើយគាត់ក៏មិនគិតថាពូហ្នឹងគឺចំណង់ចំណូលចិត្តដូចគាត់ដែរហើយគាត់ថ្ងៃទី1ស្គាល់ហ្នឹងគឺគាត់អត់ហ៊ានសួរទេស្អែកឡើងទៅបោះបាយបិណ្ឌជុំគ្នាទៀតគាត់ក៏បានសុំលេខទូរស័ព្ទរបស់ពូហ្នឹងសុំ Facebook របស់ពូហ្នឹងទុកគ្រាន់បាទឆាតនិយាយគ្នាលេងហ្នឹងទៅនៅពេលដែលបានចឹងហើយបាទរយៈពេល1អាទិត្យពេលនោះក៏គាត់បានឡើងមកធ្វើការងាររោងចក្រវិញឡើងមកធ្វើការងាររោងចក្រគាត់ហ្នឹងក៏តែងទៅលេងពូតែងតែឆាតទៅលេងពូគាត់សួរថាពូឯងកាលណាបានយកប្រពន្ធណាហើយពេលហ្នឹងពូថាចុះកាលណាក្មួយឯងយកប្តីគាត់សួរចឹងហើយដល់ពេលថ្ងៃក្រោយទៀតពូឯងយកប្រពន្ធទៅហើយពូឯងយកប្រពន្ធពូឯងប្រាប់ខ្ញុំមកណាប្រាប់ពេលណាគឺខ្ញុំទៅពេលហ្នឹងសុខចិត្តដាក់ច្បាប់ហើយដល់ពេលពូគាត់និយាយវិញគាត់ថាក្មួយឯងយកប្តីពេលណាការពេលណាពូជួយពេលហ្នឹងពូមិនដាក់ច្បាប់ដាក់អីទេពូទៅជួយហ្មងគឺនិយាយទៅគេហៅថាចាក់គ្នាទៅវិញទៅមកណាគេថាចាក់សេះលើគ្នាណាដល់ពេលអញ្ចឹងក៏ពូហ្នឹងបាទពូហ្នឹងក៏ថាគាត់ហ្នឹងឡើងមកលេងពេញនៅក្នុងឱកាសបុណ្យអ៊ំទូអញ្ចឹងទៅហើយពេលហ្នឹងក៏ថានឹងទៅរកដេកឯណាទេអញ្ចឹងណាពេលហ្នឹងក៏ខាងប្អូនស្រីនេះក៏ថាចាប់ពូឯងចាំបាច់ទៅរយណាពូឯងមកនៅបន្ទប់ខ្ញុំមកត្រឹម2-3ថ្ងៃសោះហ្នឹងណាមកលេងបុណ្យអ៊ំទូពេលហ្នឹងក៏ថាមិនហ៊ានទៅទេណាខ្លាចថ្ងៃប៉ះដេកទៅពូធ្វើមិនល្អថាពូឯងខ្លាចខ្ញុំមែនខ្លាចខ្ញុំស៊ីមែនពេលហ្នឹងក៏ថាពូមិនខ្លាចពូឯងស៊ីទេខ្លាចតែពូស៊ីក្មួយអញ្ចឹងទៅគេថាពូឯងកុំខ្លាចបើពូឯងខ្លាចពូឯងមិនមកហើយពូឯងមិនមែនប្រុសមែននិយាយអញ្ចឹងណាបងប្អូនណាគាត់និយាយអញ្ចឹងទៅហើយពេលហ្នឹងក៏ពូនិយាយថាគាត់អត់ខ្លាចក្មួយទេពូឯងមិនមែនស្រីមែនគាត់និយាយអញ្ចឹងណានិយាយចាក់គ្នាអញ្ចឹងហើយគាត់ក៏ចាប់ផ្ដើមស្រឡាញ់តពូហ្នឹងប៉ុន្តែអត់ដឹងចិត្តពូហ្នឹងទេនៅពេលដែលដល់ថ្ងៃនឹងឡើងមកហ្នឹងពូហ្នឹងក៏សួរថាត្រូវការអីទៀតទេគាត់ថាត្រូវការក្តាប់ស្វាយអញ្ចឹងទៅបាទក្តាប់ស្វាយក្តាប់ជូរអញ្ចឹងទៅយកឡើងមកដល់ភ្លាមបន្ទប់របស់គាត់បងប្អូននៅគ្នា2-3នាក់វាចង្អៀតបាត់ទៅហើយគាត់ហៅពូហ្នឹងមកដេកទៀតវាតាណាវាមិនចង្អៀតណែនតាន់តាស់ទេអញ្ចឹងបើសិនជាមានអាណាមួយជ្រុលបាទផោមឯហ្នឹងរោមុខអ្នកផោមមិនឃើញទេដូច្នេះពេលដែលមកហ្នឹងពូហ្នឹងក៏គាត់ថាគួរឯងនិយាយលេងពូសងតាមពិតនៅបន្ទប់គ្នា 4-5 នាក់ទៅហើយហ្នឹងអញ្ចឹងបើពូមួយទៀតហ្នឹងមិនដេកចង្អៀតគ្នាហើយមួយយ៉ាងទៀតមកបន្ទប់ហ្នឹងសិតតែស្រីមិនស្រួលហ្នឹងលេងយប់ឡើងលេងចាប់ពូទាំងអស់គ្នាហ្នឹងពូធ្វើមិនហើយមកបន្ទប់បងប្អូនមេម៉ាយសុតមេម៉ាយសុតមកបន្ទប់ហ្នឹងគាត់ចេះចម្រាញ់មេម៉ាយទុកមកបន្ទប់គ្នាគាត់ហ្នឹងល្អជាងយៈហើយពេលហ្នឹងប៉ុនហ្នឹងគឺអ្នកខ្លះគេទៅផ្ទះហើយណាអ្នកខ្លះទៅផ្ទះហើយក៏អត់ទៅផ្ទះទេគាត់អញ្ចឹងទៅហើយដល់ពេលក្រោយឡើងមកដើរលេងហើយគាត់និយាយរៀងចាក់ស្រេះលើគ្នាណាពូគាត់ថាចង់បានដែរតែខ្លាចប្រពន្ធនឹងវាទ្រាំបានអញ្ចឹងទៅដល់ពេលបងស្រីគាត់ថាខ្ញុំចង់បានប្តីដែរតែបាយប្តីដុតធូបអង្គុយហ៊ានបានហ្នឹង
đập bèo cu cho cu lắm có khối nó xua pu mà có thà là pu anh hiền chỉ môi chầm ọt hiền đôi chỉ môi chầm ọt hiền đôi ọt pu nó tha pu mình đai che khai để nhớ tê bà rốt bà hai tức bà si bay pu khai kê bàn tay bà rương nâng muối bà chanh cái hay mọt trao miền Nam bông pu ơi bà khăng mền cọt mày mái hay pu mài miền cổ nó bông pu nó về nó có ban mà với ọt mà bà tục tiền có ban đom khía đây là không tiếc sẵn nè hai pe đã đấy đó ngồi sẽ là bàn xã ọt bàn khai thì bàn khai pu nó su bạch chẹt thì thật với ai prom ót có cả prom từ có nâu chỉ mùi pu nằng có tha đôi chỉ nâu mùi đây gọt chân còn dễ á có tha pu nó ở đây có đôi khỉ còn tay đây có chanh pu đằng tinh của sa pu nó có bàn là hồ chẳng đấy bà có bàn là hồ chẳng từ rồi hô to tại cọt bà tổ lấy 7 ngàyហើយគាត់នៅមួយគ្នា 3 ថ្ងៃនៅក្នុងផ្ទះស្នាក់ហ្នឹងដល់ពេលដែលក្រោយឡើងមកទៀតមកដល់ផ្ទះភ្លាមក៏គាត់នេះបានរោចាស់ទុំ 4-5 នាក់ពូគាត់មិនអោយរំលោណាគាត់ថាតាមរោគយូរហើយដូចជាពាក្យចាស់គាត់ថាតាមរោគទៅរោគអូសប៉ះចក្រានហ្គាសអញ្ចឹងណាគាត់តាមរោគម៉ាក់ហ្នឹងយូរហើយមានអីបងប្អូនអើយស្រាប់តែពេលហ្នឹងក៏អោយចាស់ទុំចូលមកស្ដីមិនដឹងគាត់ក៏បានយល់ព្រមគ្រាន់តែបានយល់ព្រមភ្លាមក៏បានដាក់ថ្ងៃសែនព្រេនហ្មងគាត់អត់ការទេណាគាត់សែនព្រេនជាមួយនឹងប្តីរបស់គាត់ហ្នឹងប្តីទី2ហ្នឹងសែនព្រេនរួចរាល់ហើយក៏បានគាត់ត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញនៅជាមួយនឹងប្តីរបស់គាត់ហើយឲ្យទៅយប់ឡើង2នាក់ហ្នឹងអត់មានធ្វើការងារអីទេដឹងតែឡើងលើផ្ទះរហូតតលតែឪពុកម្ដាយថ្ងៃណាក៏ចង់ទៅលេងកូនក៏មិនដែលបានឃើញមុខកូនដែរកូនឡើងទៅលើផ្ទះអញ្ចឹងទៅរីឯពេលដែលគាត់ហ្នឹងទៅក៏គាត់បាទមកនៅផ្ទះខាងប្តីរបស់គាត់ណាដោយសារតាពូហ្នឹងគាត់ពុះម៉ាយគាត់នៅបាយផ្ទះហើយគាត់មានដីស្រែដីភូមិហើយគាត់អត់មានកូនទេរីឯគាត់វិញមានដីស្រែដីភូមិដូចគ្នាណាអញ្ចឹងគាត់មករស់នៅជាមួយគ្នាសពថ្ងៃហ្នឹងប្តីរបស់គាត់ហើយគាត់ហ្នឹងគឺគាត់ថាពុំតែមួយទេដូចជាពាក្យចាស់ថាឆ្នាំងណាកម្របនឹងអញ្ចឹងគាត់ថារងថ្ងៃហ្នឹងក៏នៅតែអញ្ចឹងដែរគាត់ថាណាដល់ពេលគាត់នៅជាមួយនឹងប្តីរបស់គាត់ហ្នឹងណាគឺនៅអញ្ចឹងទៅគាត់ថា3ខែគឺគាត់មានកូនបាទនៅក្នុងផ្ទៃហ្នឹងគឺ2ខែហើយឆ្នាំហ្នឹងគឺគាត់អាយុ25ឆ្នាំជាមួយនឹងប្តីរបស់គាត់ឈ្មោះតាច័ន្ទបាទពូច័ន្ទហ្នឹងគឺអាយុ36ឆ្នាំបងប្អូនគាត់ឈ្មោះខឿនប្តីគាត់ឈ្មោះច័ន្ទហើយពេលដែលគាត់បានការជាមួយបានសែនជាមួយនឹងប្តីក្រោយហ្នឹងមកគាត់ថាសុភមង្គលគ្រួសាររបស់គាត់គឺល្អមែនទែនរីឯគីឡូរបស់គាត់កាន់តែស្រករៀងកាន់តែស្វែលហើយកាន់តែស្អាតមនុស្សប្រុសក្នុងភូមិណាមួយក៏តាមស្រឡាញ់គាត់ដែររីឯពូនឹងវិញបងប្អូនអើយដូចជាបានត្រូវម៉ាស៊ីនផ្លុំខ្យល់ចឹងគឺកាន់តែធាត់ទៅដុសក្បាលពោះទៅហុចប្តីគាត់ហ្នឹងណាដុសក្បាលពោះទៅហុចគាត់ថាតាណាក៏ត្រូវដែរគាត់ថាអញ្ចឹងណាហើយសប្តាហ៍ថ្ងៃហ្នឹងគាត់អត់ត្រូវគាត់ចង់បានអីទេគាត់ថាចង់បានតែមួយគឺចង់បានតែនៅស្នេហ៍ស្មោះនៅជាប់គ្នារហូតជានិច្ចនិរន្តរ៍អញ្ចឹងទៅហើយសប្តាហ៍ថ្ងៃក៏រស់នៅជាមួយនឹងម្ដាយឪពុករបស់គាត់គឺសក្តិមរមនាបាទនៅក្នុងរង្វង់នៃគ្រួសាររបស់គាត់ហ្នឹងហើយរឿងរបស់គាត់ប្រាប់របស់ខ្ញុំហ្នឹងគឺគាត់ថាខុសដែរមែនតែយើងចូលចិត្តអញ្ចឹងខ្ញុំថាមានអីខុសបងមានអីខុសអូនព្រោះអីអ្នកណាក៏គេចូលចិត្តអញ្ចឹងដែរអ្នកខ្លះទៀតណាអត់បានសុខចិត្តរត់ទៅទិញរបស់របរណាយកមកអីចឹងទៅដើម្បីឲ្យវាគេហៅថាខ្លាំងចឹងទៅតែយើងមានដងវិធម្មជាតិអ្នកខ្លះគេនិយាយថាប្តីគេហូបតែប្លលិតហូបតែប្លអំជូរប៉ុន្តែមិនដែលដាច់សូរយប់អ្នកខ្លះក៏និយាយចឹងទៅអ្នកខ្លះទៀតបងប្អូនហើយបាទសិតតែអាហារ buffet សិតតែអីប៉ុន្តែអត់បានចឹងក៏មានដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនយល់ឃើញយ៉ាងណាដែរនៅក្នុងសាច់រឿងនេះហើយខ្ញុំនិយាយហ្នឹងអត់មានដាក់ក្នុងកុំព្យូទ័រទេគឺខ្ញុំអង្គុយនិយាយតែម្ដងដោយសារតែចង់បដូរបរិយាកាសហើយពេលខ្លះក៏និយាយដាក់នោះទៅពេលខ្លះក៏និយាយដាក់នេះទៅហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសូមបញ្ចប់សាច់រឿងត្រឹមហ្នឹងហើយចាំជួបគ្នាវិញបាទជាមួយនឹងសាច់រឿងថ្មីបងប្អូនបើអត់ឃើញបាទនៅក្នុង channel ហ្នឹងទេអត់បានចេញរឿងក្នុង channel ហ្នឹងទេបងប្អូន search ទៅមើល channel មួយទៀតឈ្មោះខ្ញុំតែមួយទេបងប្អូន search ទៅឃើញហើយខ្ញុំផុសសឹងតែរាល់ថ្ងៃម្ដងមួយថ្ងៃមួយវីដេអូអត់បានផុសនៅក្នុង channel ហ្នឹងគឺ channel មួយទៀតមួយវីដេអូហើយក្នុងនៃការដែលគេចែកម្លែកមកហ្នឹងគឺមានច្រើនណាគឺហោហែមកបងប្អូនផ្ញើមកហោហែមក
អញ្ចឹងហើយធ្វើតាន់ក៏តាន់មិនតាន់ក៏សូមខន្តីអភ័យទោសដល់ប្រិយមិត្តដែលចែករំលែកផងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា